បាទកនៅចរាចរណ៍តែផ្លឹកតែម្ដងបាទប្រិយមិត្តជនយើងបាទរវាងម៉ូតូនិងម៉ូតូរបួសធ្ងន់ស្រាល3នាក់ផងដែរនៅត្រង់ចំណុចស្តុបបាទCentury តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាទី1បាទខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទយើងឃើញហើយម៉ូតូគឺនៅលើផ្លូវនៅឡើយទេបាទម៉ូតូនេះគឺនិចបាទមួយទៀតនេះគឺម៉ូតូព្រៀនសង់បាទ023ដែលបំពាក់ផ្លាកលេខបាទប្រិមត្តយើងភ្នំពេញមួយការអាយបាទ73និង90គ្រប់ផងដែរអូធ្វើដំណើរពីខាងណាទៅខាងណាវិញអូនទីផាសស្អាតមកពីនោះចឹងបាទទីផាសស្អាតទៅទីផាសស្អាតជិះម៉ូតូជាមួយមិត្តភក្តិតើណាគេមកប្រយ័ត្នអីចឹងបាទមិនចូលណែមានរងរបួសទីផាសស្អាតមិនរងរបួសមកពីមុនហ្នឹងដល់ផ្លេចផ្លាំងអស់តែតើមិនខ្ញុំអត់ជិះទេមិត្តភក្តិណាដប់ចាវាអ្នកជិះបាទរួមយើងមកគាត់ដឹងថាម៉ូតូกับពីគ្រឿងនេះគាត់ជិះមកពីទូដៅណាមកទូដៅណាទៅបានមកត្រង់ចំណុចបាទស្តុបCenturyនេះក៏បានបុកគ្នារងរបួសផងដែរបាទចំណែកឯទីតាំងនេះផងដែរគឺនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីបាទប្រិមត្តយើងក្នុងសង្កាត់ចកាទី1បាទខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញត្រង់ចំណុចស្តុបCenturyនេះផងដែរហើយយើងឃើញហើយអ្នករបួសគឺទៅពេទ្យ2នាក់ហើយបងប្រុសនេះប្រហែលបានទៅនៅអង្គុយឯកជាប់នឹងក្បាលពុះចែកទ្រង់ផ្លូវផងដែរហើយចំណែកឯម៉ូតូពីគ្រឿងគឺនៅនឹងលើផ្លូវនៅឡើយទេបាទរងចាំជំនាញបាទផ្នែកចរាចរណ៍ផ្លូវទូកនៅខណ្ឌបាទពោធិ៍សែនជ័យលោកនឹងចុះមកដើម្បីវាស់វែងឬយ៉ាងណាមិញយកម៉ូតូបាទមកអែបជឿនបាទយើងឃើញហើយម៉ូតូតែពីគ្រឿងគឺតិចបាទនៅនឹងកន្លែងអាកាសហើយផងដែរតែព្រោះព្រលឹមតែម្ដងបាទប្រិមត្តបាទនេះ